សួស្តីអ្នកនាងស្វាគមន៍មកកាន់ Channel YouTube របស់ខ្ញុំបងប្អូនអ្នកនាងនៅក្នុងវីដេអូ clip មួយនេះខ្ញុំនឹងចែករំលែកបងប្អូនអ្នកនាងតាក់ទងជាមួយនឹងការ add admin ថ្មីដើម្បីចូលកាន់ page បាទឧទាហរណ៍ថាបងប្អូនមាន page មួយហើយបងប្អូនចង់ដាក់admin បន្ថែមមិនន័យថាបន្ថែម admin មួយឬពីរទៀតដើម្បីកាន់ page ដើម្បីគ្រប់គ្រង page ឬក៏បងប្អូនលក់ page ឲ្យគេហើយបងប្អូនចង់ដាក់ add គេឲ្យកាន់ page ឬក៏បងប្អូនមាន admin ក្រៅប្រទេសដើម្បីកាន់ page អីជាដើមហ្នឹងហើយបងប្អូនអ្នកនាងខ្ញុំនិយាយបញ្ចូលប្រាប់ប៉ុណ្ណឹងសង្ឃឹមថាបងប្អូននឹងយល់ហើយឥឡូវនេះមុននឹងចូលដល់វីដេអូនៃការបង្ហាញសម្រាប់បងប្អូនយើងត្រូវការ admin ក្រៅប្រទេសក៏ដូចជា VPN ឬក៏អត់ចេះ set up ត្រូវការអ្នក set up សិតអីអាចតាក់ទងកាន់ខ្ញុំបានបាទខ្ញុំទទួល set up ហើយត្រូវការកុងធនាគារក្រៅប្រទេសហើយត្រូវការអីផ្សេងតាក់ទងជាមួយនឹងបញ្ហា page ក៏ដូចជា YouTube អាចតាក់ទងកាន់ខ្ញុំបងប្អូនអ្នកនាងឥឡូវនេះយើងចូលមកកាន់មេរៀនរបស់យើងវិញបាទមុនដំបូងបងប្អូនចូលមកកាន់កម្មវិធី Facebook បាទបន្ទាប់ពីចូលមកកាន់កម្មវិធី Facebook ហើយបងប្អូនចុចកន្លែងត្រី3ចុច3ឬក៏ menu ខាងក្រោមនេះអូខេហើយបងប្អូនជ្រើសរើស page ណាមួយដែលបងប្អូនគិតថាចង់បន្ថែម admin បាទឥឡូវនេះខ្ញុំជ្រើសរើសយក page ណាមួយដែលខ្ញុំគិតថាចង់បញ្ចូលបាទខ្ញុំយកដើម្បីធ្វើជាឧទាហរណ៍ឲ្យបងប្អូនអស់ឲ្យមើលបាទបងប្អូននេះខ្ញុំនិយាយរឿងតាក់ទងតិចដោយសារខ្ញុំខាងថតវីដេអូយូរហើយនៅនេះនិយាយមើលយូរយល់មែនទេណយបើការប្រមុនធ្លាប់ថតវីដេអូចាំដេកច្រើនដើម្បីចឹងទៅអត់អីទេអូខេហើយបងប្អូនចុចកន្លែងត្រី3ចុច3កន្លែងនេះបងប្អូន scroll មើលពាក្យនេះកន្លែងខ្ញុំគូកំប៉ុងនេះបាទចុចតាមខ្ញុំប្រាប់មកហើយអូវាចំក្រមមករកមើលពាក្យថាកន្លែង admin កន្លែងនេះបងប្អូនខ្ញុំគូកំប៉ុងប្រាប់ហើយចុច add ខាងលើបាទចុចតាមខ្ញុំប្រាប់មកគូកំប៉ុងប្រាប់ដោយសារខ្ញុំមើលវីដេអូម្ដងទៀតមើលអត់ច្បាស់ណាស់ខ្ញុំថតវីដេអូចូលស្លេងតាមក្រោយអត់ច្បាស់ទេហើយកន្លែងនេះបងប្អូនវាយឈ្មោះ admin ចូលបាទ account admin បងប្អូនឈ្មោះអីគឺវាយចូលកន្លែងហ្នឹងមកហើយយើងមើលឲ្យត្រូវ account admin របស់យើងហើយខ្ញុំចុច select លើវាហើយបើ tick កន្លែងហ្នឹងមួយហើយខ្ញុំចុច archive ក្រោមហើយកន្លែងនេះគឺយើងវាយលេខកូដបាទ password account Facebook ដែលយើងកំពុងលេងវាយចូលទៅបានហើយបងប្អូនហើយវិធីនៅក្នុងការបដូរដូចជាដាក់ admin បន្ថែមគឺមានតែប៉ុណ្្នឹងឯងហើយបើសិនជាបងប្អូនពេញចិត្តបាទនៅវីដេអូមួយនេះកុំភ្លេចចុច like subscribe ដើម្បីទទួលបានវីដេអូថ្មីៗពី channel YouTube របស់ខ្ញុំបន្តទៀតបាទ